ជំរាបសួរបងប្អូនអ្នកគ្នាខ្ញុំបាទខ្ញុំវិរៈជួបគ្នាសាជាថ្មីក្នុងវីដេអូរបស់ស្វែកហាតោះឥឡូវយើងចូលទៅកាន់ប្រធានបទរបស់យើងវិញណាពាក់ព័ន្ធជាមួយនឹងស៊េរីឆ្នាំ2024នេះខ្ញុំមាននៅចំណុចខ្លះៗចង់បញ្ជាក់បងប្អូនអំពីភាពខុសគ្នាអញ្ចឹងទី1ខ្ញុំសូមសង្កត់ធ្ងន់ទៅលើការ design តែម្ដងខ្លាំងជាងគេគឺទៅលើផ្នែកប៉ាណាខាងមុខបងប្អូនអ្នកគ្នាមើលទៅកាន់តែកាចកាន់តែ sport អ្វីដែលពិសេសហ្នឹងគឺបានបំពាក់មកជាមួយនឹង carbon fiber ស្អាតមែនតើនៅត្រង់ចំណុចខាងនេះណាហើយប៉ាណានេះបើសិនជាយើងកលេចមកឆ្វាច់ទៅគឺថាដូចជាប្រភេទរថយន្ត sport រថយន្តអីគឺថាមើលទៅកលិបតែម្ដងហើយសម្រាប់ជាគៀងខាងមុខលើង daytime running light ផ្នែកខាងលើហើយការ design ជាគៀងខាងមុខនេះគឺកាន់តែ slim ជាងមុនហើយសម្រាប់ផ្នែកខាងក្រោយវិញមាននៅចំណុចពិសេសបងប្អូនទៅលើកែងខាងក្រោយដែល design មកតាមបែប sport អ្វីដែលពិសេសគឺបានរំលេចមកជាមួយស៊ីម៉ាំង4អញ្ចឹងបងដែលគាត់ជាយុវវ័យគឺថាត្រូវចិត្តតែម្ដងសម្រាប់ Forthing T5 Evo ស៊េរីឆ្នាំ2024នេះមិនតែប៉ុណ្ណោះក៏បានបន្ថែមមកជាមួយនឹងយ៉ាន់កង់ការ design តាមបែបរៀងគ្រើមណាហើយជាមួយនឹងពណ៌រៀងខ្មៅដែលវាស័ក្តិសមស៊ីគ្នាជាមួយនឹងផ្នែកខាងមុខនិងផ្នែកខាងក្រោយពិសេសមែនតើបើសិនជាមើលទៅលើផ្នែកខាងក្នុងវិញគាត់បានធ្វើការបន្ថែមមកជាមួយនឹងកៅអីពូកស្បែកពណ៌លឿងនេះជា signature ឬក៏ជារសនិយមមួយបែបប្លែកពីចំនួនមុនហើយអ្វីដែលកាន់តែពិសេសកៅអីមានមុខងារពិសេសត្រង់អីបងប្អូនអ្នកគ្នាមានមុខងារក្តៅត្រជាក់មានមុខងារ memory seat ដែលអាចកំណត់នៅ4អង្គចង់ចាំឬក៏សេរីបាន4របៀបហើយអ្វីដែលកាន់តែអស្ចារ្យមួយទៀតគឺកៅអីផ្នែកតកង់បងប្អូនអ្នកគ្នានៅពេលដែលយើងចុះពីរថយន្តកៅអីនឹងធ្វើការរំកិលថយក្រោយនៅពេលដែលយើងឡើងរថយន្តធ្វើការអង្គុយចាប់ផ្ដើមបើកបោកកៅអីនឹងធ្វើការរំកិលទៅមុខពិសេសមែនតើសិតសឹងតែជាចំណុចដែលជាការផ្លាស់ប្ដូរពាក់ព័ន្ធជាមួយនឹងអ្វីដែលប្លែកមួយទៀតមាន LED នៅខាងក្រោមទ្វារនៅពេលដែលយើងបើកទ្វារទៅគឺភ្លើង LED បាញ់ជា logo របស់ Forthing ចាំងទៅដីហ្មងខ្ញុំសូមនិយាយអំពីចំណុចពិសេសរបស់រថយន្តនេះប្រភេទម៉ាស៊ីនសាំង 1.5 លីត្រ turbo charge កម្លាំង 197 HP ជាមួយនឹងកម្លាំងដំបូល 285 Newton m ម៉ាស៊ីននេះគឺជាប្រភេទម៉ាស៊ីន Mitsubishi ដែលផ្ដោតសំខាន់ទៅលើភាពធន់ performance ខ្លាំងហើយសំចៃម៉ាស៊ីននេះក៏ទទួលបាននូវការធានារហូតដល់មួយជីវិតផងដែរហើយបើសិនជាការធានាទៅលើតួខ្លួនឡានទាំងមូលគឺរហូតដល់5ឆ្នាំឬស្មើនឹង 150,000 គីឡូប្រអប់លេខរបស់វាគឺជាប្រភេទប្រអប់លេខ7វគ្គ DCT ឬក៏7វគ្គយួរខ្លាចអូតូម៉ាទិកអញ្ចឹងពាក់ព័ន្ធទៅនឹងចំណុចពិសេសមួយទៀតដែលយើងនិយាយពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាទំនើបមានដូចជាភ្លើង ambient light ចំនួន64ពណ៌កាមេរ៉ា360 degree កាមេរ៉ាសុវត្ថិភាពផ្នែកខាងមុខហើយក៏មានមកជាមួយនឹង sensor កវាសជើងបើកឃ្លុបក្រោយផងដែរចូលទៅកាន់ចំណុចចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសុវត្ថិភាពដូចជាប្រព័ន្ធ rear cross traffic alert ដាស់តឿននៅពេលរយៈថយក្រោយប្រព័ន្ធ Frank automatic ប្រព័ន្ធដាស់តឿនពេលមានឧបសគ្គខាងមុខកំឡុងពេលបើកបរ forward collision warning ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ auto parking និងពងសុវត្ថិភាពមានចំនួន6គ្រាប់បងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាជាមួយនឹងតម្លៃជាង$30,000ណាទាំងនេះសិតសឹងតែជាចំណុចដែលបងប្អូនគួរតែពិចារណាទៅលើ Forthing T5 Evo 2024មាន budget ប៉ុណ្ណឹងណាគួរតែពិចារណាទៅលើរថយន្តនេះបានទាំងទំនើប performance ក៏ល្អសុវត្ថិភាពក៏សុវត្ថិភាពរូបរាងក៏ទាក់ទាញអញ្ចឹងទាំងនេះគឺសិតសឹងតែអ្វីដែលខ្ញុំចង់ចែកម្លែកពាក់ព័ន្ធជាមួយនឹង Forthing T5 Evo 2024ដែលវាមាននៅចំណុចអ្វីខុសប្លែកពីស៊េរីឆ្នាំមុនឬក៏ឆ្នាំ2023ឆ្នាំទៅមិនអញ្ចឹងអរគុណមែនតើសម្រាប់ការតាមដានទស្សនាយល់ឃើញយ៉ាងណាដែរបងប្អូនអាចធ្វើការ comment បានព័ត៌មានលម្អិតក៏ដូចជាអាស័យដ្ឋានបានដាក់នៅខាងចុងវីដេអូនេះអរគុណជំរាបលាជួបគ្នាវីដេអូបន្តទៀត